បាទជំរាបសួរបងប្អូនដែលកំពុងតែសិក្សាភាសាកូរ៉េទាំងអស់គ្នានឹងវិលត្រឡប់មកជួបគ្នាទៀតហើយគឺជាមួយនឹងការបង្រៀនភាសាកូរ៉េរបស់ខ្ញុំបាទគឺតាម page នៅ YouTube ថ្ងៃយើងកុំឲ្យវីដេអូនេះវាវែងឆ្ងាយយើងចូលដល់វិធានបទតែម្ដងគឺវេយ្យាករណ៍ទៀតហើយគឺកិរិយាសព្ទបូកជាមួយនឹងចាមាចាដែលយើងមានន័យថាភ្លាមតោះយើងស្វែងយល់ពីអត្ថបទទាំងអស់គ្នាផងណាតោះថៃហាក់ជួរឿនជួរផាចាមាចាជួរហៅក៏យល់មានន័យថាបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យភ្លាមគឺនឹងរៀបការភ្លាមហ្នឹងគឺនឹងរៀបការភ្លាមជំរឿនដល់បងប្អូនអានេះយើងបកថាខ្យល់ហូនហៅក៏យល់នេះចូលទម្រង់អីគេអឺលក៏យល់ទម្រង់អឺលក៏យល់គឺធ្លាប់ដឹងណាបងប្អូនគឺនឹងកិរិយាសព្ទតោះទៅទៀតទី2ឈប់ស៊ីមើលមកចាអាចាអ៊ីរឺប៉ារ៉ូហែសសយោហើយយ៉ាសសយោគឺគេញ៉ាំអាហារថ្ងៃត្រង់ភ្លាមឬក៏ញ៉ាំបាយថ្ងៃត្រង់ភ្លាមគឺគេត្រូវចូលធ្វើការភ្លាមនេះបើយើងបកឲ្យត្រូវមកស្ដាប់បានណាបងប្អូនគឺដោយសារតែញ៉ាំបាយញ៉ាំអាហារថ្ងៃត្រង់ភ្លាមគឺត្រូវចូលធ្វើការភ្លាមគឺយើងត្រូវនៅក្នុងស្ថានភាពតែហ្នឹងបាទយើងមកស្វែងយល់ក្នុងទៀតហាប់ពើមកចាអាចារ្យនូញ៉នខនកាងេអានជួយខនកាងេអានជួយគេញ៉ាំបាយភ្លាមប្រសិនបើយើងគេងញ៉ាំបាយភ្លាមប្រសិនបើយើងគេងភ្លាមមិនល្អនេះអានជួយនឹងមិនល្អខនកាងេឯសុខភាពខនកាងេនឹងឯសុខភាពតម្ដងទៀតប្រសិននេះច្រឡំញ៉ាំបាយភ្លាមនេះផាប់ពើមកចាញ៉ាំបាយភ្លាមនេះប្រសិនណាប្រសិនបើយើងរំលែកខ្លួននេះថាអត់តដេកក៏នៅរំលែកខ្លួនអត់តដេកលក់ទេណាប្រសិនបើយើងរំលែកខ្លួនឬក៏ដេកចឹងចុះមិនល្អនេះអញជួយមិនល្អខនកាងេឯសុខភាពបងប្អូនយល់ច្បាស់ណាស់មែនទេហើយបើសិនជាបងប្អូនយល់ច្បាស់គឺយើងគ្រាន់តែមើលវីដេអូការបង្រៀនរបស់ខ្ញុំសារជាថ្មីមកគឺយើងអាចតាមទាន់វីដេអូរបស់ខ្ញុំគឺអត់វែងឆ្ងាយទេគឺមានតែប៉ុណ្្នឹងទេដើម្បីកុំឲ្យអ្នកទាំងអស់គ្នាគឺសិក្សាភាសាកូរ៉េគឺមានអារម្មណ៍ថាធុញហើយបើសិនជាពេញចិត្តការបង្រៀនរបស់ខ្ញុំបាទសូមជួយចុច follow page របស់ខ្ញុំម្នាក់មួយមកដើម្បីមានកម្លាំងចិត្តធ្វើវីដេអូក្រោយៗទៀតហើយសូមអរគុណសូមជម្រាបលា